ថ្ងៃនេះចូលធ្វើការពេលព្រឹកថៅកែគាត់ឲ្យបេះសាឡាត់ខៀវ3ក្រុមតែម្ដងបន្ទាប់ពីចប់ការងារពេលព្រឹករួចហើយគឺដល់ម៉ោងសម្រាប់ញ៉ាំបាយពេលថ្ងៃត្រង់ម៉ោងសម្រាប់ពេលថ្ងៃត្រង់នាំបងប្អូនទៅទស្សនាបន្លែបង្ការដែលខ្ញុំបានដាំចឹងណាអ្នកទាំងអស់គ្នាមុននឹងបងប្អូនបានឃើញហើយគឺមានម្ទេសសហើយម្ទេសដៃនាងចំណែកនេះវិញគឺម្ទេសទឹកសៀងហើយមានដាំសណ្តែកការ៉េត្រង់នេះវិញគឺពេញប៉ោះសូកូឡាពេញប៉ោះទូចពេលវាទុំឬក៏ចាស់ចឹងយើងអាចបេះញ៉ាំបានចឹងអ្នកទាំងអស់គ្នាបងប្អូនច្បាស់ជាឃើញហើយថាខ្ញុំដាំពេញប៉ោះដាក់ថោឆ្នាំទៅគឺដាំពេញប៉ោះដាក់ផ្ទាល់ដីទៅចឹងទៅគឺមានកដោរុកអីចឹងទៅពេញប៉ោះឬខ្លីឆាប់ងាប់ហើយដល់ត្រង់នេះគឺត្រកួនកលេចមកត្រង់នេះវិញគឺស្ពៃក្តោបគឺថាដង្កូវស៊ីអើយស៊ីឡើងរស់ពេលថ្ងៃត្រង់ហ្នឹងខ្ញុំមកចាប់ដង្កូវដែលស៊ីស្ពៃក្តោបខ្ញុំចឹងទៅថៅកែគាត់ក៏លេចឃើញទៅគាត់ថាឲ្យខ្ញុំហ្នឹងកាត់ស្ពៃក្តោបហ្នឹងញ៉ាំទៅដល់ពេលថៅកែគាត់ប្រាប់ចឹងទៅនឹកឃើញថាតកែគាត់ឲ្យយើងកាត់ញ៉ាំទៅព្រោះថាដង្កូវខ្លាចឆ្លងទៅដល់បន្លែគាត់ដល់ពេលចឹងទៅគឺបោចស្លឹកចាស់ខាងក្រោមហ្នឹងចេញកុំឲ្យដង្កូវហ្នឹងស៊ីហើយជុះអាចដាក់នៅស្លឹកស្ពៃទៀតចឹងអ្នកទាំងអស់គ្នាបន្ទាប់ពីសម្រាប់1ម៉ោងចប់រួចហើយក៏ចូលដល់ការងារពេលល្ងាចនេះអ្នកទាំងអស់គ្នាថាបេះសាឡាត់ក្រហមនេះដូចបេះរត់តែម្ដងគ្នា3ក្រុមអ្នកទាំងអស់គ្នា4រងដាច់ប៉ិតពេលល្ងាចហ្នឹងហើយដល់ត្រង់នេះគឺដល់ម៉ោងសម្រាប់ញ៉ាំទឹក15នាទីពេលល្ងាចតកែខ្ញុំឲ្យសម្រាប់ចេះគឺគាត់កាត់ម៉ោងពួកខ្ញុំទេមិនមែនគាត់ឲ្យយើងសម្រាប់ក្នុងម៉ោងរបស់គាត់ទេសាឡាត់ដែលត្រូវបេះថ្ងៃនេះអ្នកទាំងអស់គ្នាគឺបេះលើកទី3ហើយល្អមែនតែនបេះរត់តែម្ដងព្រោះថាក្នុងមួយគុំយើងអាចបេះបានមួយស្លឹកទៅ2ស្លឹកព្រោះថាស្លឹកអត់សូវច្រើនទេបេះម្ដងត្រង់នេះគឺពួកខ្ញុំបេះមកទល់មុខគ្នាហើយបន្ទាប់ពីបេះសាឡាត់ក្រហមនេះរួចហើយពួកខ្ញុំទៅចូលបេះសាឡាត់ខៀវនេះបានតាមកបន្តិចទេគឺថៅកែគាត់ឲ្យទុកចិញ្ចីងដល់ម៉ោងចាញ់ចឹងថាការងារអត់សូវមានទេគាត់ថាកូនចៅតកែបេះលឿនមកល្ងាច4រងជាងហើយដាច់ប៉ិត3ក្រុមហើយប្រុសគឺអត់សូវបានបេះជុំទេគឺថៅកែដកទៅនេះដកទៅនោះកលេចមកដល់ត្រង់នេះគឺពួកខ្ញុំបានដល់ម៉ោងចាញ់ហើយពេលល្ងាចអ្នកទាំងអស់គ្នាឃើញពួកគាត់កំពុងយួរកេះហ្នឹងគឺពួកគាត់យួរកេះយកមកដាក់លើឡានព្រោះថាពួកខ្ញុំនៅបេះកន្លែងឆ្ងាយចឹងទៅគឺត្រូវជិះឡានរាល់ឆ្នាំខែក្តៅគឺសម្បូរម៉ោងថែមគឺសប្បាយយកលុយតែឆ្នាំនេះវិញគឺសប្បាយនឹងឈប់ប្រឈមនឹងអត់ការងារធ្វើច្រើនណាស់អ្នកទាំងអស់គ្នាលេងមកល្ងាចអី4រងជាងអីហើយអស់កន្លែងថាការរបស់ខ្ញុំនាំគ្នាគិតថាអស់បន្លែបេះទៀតហើយអ្នកទាំងអស់គ្នាព្រោះថាបេះរត់ចេះហើយនៅទឹកទី1នៅប្រមាណរងទៀតគឺអត់ទាន់បានបេះទេបើបេះក៏មិនប្រមាណដែរបើថាកាយខ្ញុំអត់សម្រុកដាំនោះអូខេបងប្អូនទាំងអស់គ្នាវីដេអូមានតែប៉ុណ្្នេះទេអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជួបគ្នាវីដេអូក្រោយទៀតបាយបាយ